OK nhómរដ្ឋាបាទមករដ្ឋាខ្ញុំជាស្ថាបនិកសិប្បកម្មឯកសារហ្វាម អូខេ ខ្ញុំត្រូវបាន inspire ដោយសភៅប្រមាណក្បាលនៅក្នុង Apple ថ្ងៃ អូអរគុណបងបាទខ្ញុំចង់ជួបខ្ញុំចង់ជួបផងយូរខ្ញុំនិយាយមែន បាទនៅក្តីគោរពអរគុណមែនទែន មានសភៅពីរដែលខ្ញុំ stick ជាមួយនឹងអាជីវកម្មខ្ញុំមែនទែនstarted by អូខេ នឹង បាទ ដូចជាមួយទៀតជាមួយ Y ដែរប៉ុន្តែមានសភៅពីរក្បាលហ្នឹងមានចាប់ដើមជាមួយ Y ធ្វើអ្វីទៅតាម Y មានរង្វង់មានអីផលលំបាកនៃស្ថាបនិកសភៅនៅក្នុង book Beyond ជួយខ្ញុំច្រើន បាទអាជីវកម្មខ្ញុំចាប់តាម2019ខ្ញុំ start ស្ដាប់ដូចជា2021ហើយខ្ញុំ subscription សភៅបងឲ្យខ្ញុំ stick ជាមួយនឹងអាជីវកម្មហើយខ្ញុំចាប់ផ្ដើមជាមួយនឹងអាជីវកម្មហើយចឹងខ្ញុំចង់ជួបបងឯងយូរណាស់ the best បាទកន្លែងនេះគឺជាអ្វីដែលជា vision របស់ Book Beyond ចង់ឃើញ impact គេហៅ real impact មកដល់អ្នកប្រើប្រាស់យើងអត់ចង់បានអ្នកប្រើប្រាស់មកហើយគាត់បន្ទាប់មកគាត់បង់ទៅលុយចោលទេបងគាត់បានហើយអ្វីជាគាត់គួរតែនាំយកទៅវិញគឺចំណេះនិងជំនាញនិងជាកលឹះខ្លីៗនៅក្នុងហ្នឹងបាទដែលគាត់គួរតែទទួលបានបាទហ្នឹងហើយជាពិសេសគឺអ្នកដែលប្រើប្រាស់ជាប់Book Beyond ចង់បានគាត់គឺអ្នកដែលបន្តប្រើប្រាស់ជាប់ថាហ្នឹងគឺជារបស់មួយផ្សារផ្សំមួយជីវិតរបស់គាត់ហ្នឹងហើយតែពិតចង់បានចឹងខ្ញុំគិតថាខ្ញុំចង់ share ហ្នឹងទៅឲ្យអ្នកដទៃទៀតឲ្យគាត់ប្រាស់ឬក៏ព្រោះវាជួយខ្ញុំគិតថាវាជួយអ្នកដទៃដែរបាទអញ្ចឹងខ្ញុំថ្ងៃនេះមានឱកាសជួបគ្នា lifelong learning បងបាទមានរៀននេះតែអាចជួយយើងរីកចម្រើនបន្តទៅបាទអាជីវកម្មខ្ញុំទៅបានថ្ងៃនេះខ្ញុំឯសានខ្ញុំមានចន្ទទីមានថ្នោតមានជ័យចម្រុះបាទខ្ញុំលក់លើផ្សារទំនើបច្រើនចង់និយាយថាមិនខ្ញុំនេះអួតខ្លួនឯងប៉ុន្តែនេះជាអ្វីដែលបងឯងប៉ះពាល់ខ្ញុំអរគុណសូមសង្ឃឹមថាបន្តទៅអ្នកផ្សេងទៀតទៅអ្នកផ្សេងបន្តហ្នឹងហើយបាទមាននេះមកពីឥណ្ឌាគាត់ fly មកជួបមកអញ្ចឹងគាត់សុំធ្វើជា assistant ហើយគាត់ pregnant គាត់បន្តទៅ assistant ទេបាទ aspire ដែរតែគាត់តាមរហូតតែគាត់ខ្មែរបាត់ខ្មែរបាទអញ្ចឹងឥឡូវមានពីរនាក់នេះជួបហើយនៅខ្ញុំគិតថានៅមានបន្តទៀតតែគាត់ impact ដែរអញ្ចឹងមានបន្តពំនាំឲ្យបានច្រើនទៀតបាទ yes ប៉ុន្តែតាមរយៈ inspire ដោយមិនដែលធ្លាប់ស្គាល់តែគាត់តែងតែពិសេសក្នុងបន្តនៅក្នុង store មិនក្រោម700 800នាក់ឯង wow នៅក្នុង store ដែលសភៅល្អទេមកបាទចឹងគាត់បន្តនៅក្នុងការ recommendation គាត់បន្តនៅក្នុងការ feedback គាត់បន្តនៅក្នុងការ encouragement គាត់ដឹងថា is hard គាត់ដឹងថាពិបាកណាខ្ញុំគិតគាត់មិនបានបោះដៃមកជួយបានពេលនេះក៏ប៉ុន្តែគាត់គិតថាការលុបចិត្តរបស់គាត់ធ្វើឲ្យខ្ញុំនៅតែបន្តបាទ full division ដំបងហើយសួរដំបងវិញបងឯងដំបងហេតុអីបងឯងនឹកឃើញមិនបានបង្កើតអីហើយមានផលលំបាកអីទៅឧទាហរណ៍ថាសភៅគឺពេលខ្លះមានគេថា license បាទអាហ្នឹងដោះស្រាយបានហើយទី1នឹងដែលបងនិយាយអត់សូវចូលចិត្តអានប៉ុន្តែចង់រុញខ្លួនឲ្យមានចំណេះល្អបកកែបាទអញ្ចឹងក៏ខ្លាចទៅជាមានបុណ្យអត់ចូលចិត្តអានប៉ុន្តែយើងប្រឹងទៅសេទៅខ្លាចជាទី2យើង surrounding people មិត្តភក្តិខ្ញុំដែលគាត់ចាប់តាម form up មួយគ្នានៅក្នុងខ្សែអប់រំគ្នាបាទអញ្ចឹងយើងគិតថាដោយសំណួរខ្ញុំលើកឡើងថាហេតុអីបានជាមួយឆ្នាំបញ្យល់អ្វីយើងចេះដឹងបានដល់ពី200នាក់ហ្នឹងពួកយើងបេកានក្នុងសាកលវិទ្យាល័យបាទអញ្ចឹងពី200នាក់មួយឆ្នាំវាតិចមែនតើបាទចុះធ្វើមិននោះបានរាប់ម៉ឺននាក់បាទទៅស្ហៅអញ្ចឹងខ្ញុំបង្កើតទៅបុកកាពិតនៅក្នុង website មួយទីចែកចាយបាទចែកចាយហ្នឹងបាទហើយ traffic ចូលក្នុង 10,000 នាក់តែមានណាគាត់ចូលតាមហើយ crash ក៏យើងទៅ build ថ្មីទៅ build អាហ្នឹងអត់បានpostpone forward ពេលយើងទុកវាមួយឡែកទៅយើងទៅការងាររកស៊ីតាម តោះមកបានជួបគ្នា form up ម្ដងទៀតជាមួយនឹង founding member របស់ខ្ញុំ co-founder របស់ខ្ញុំបាទមាន dream បានមកដល់បាទមាន dream នេះគ្នាប៉ុន្តែដំបូងមក start up មកថាច្បាស់ឲ្យបងឯងច្បាស់ថានឹងចាប់អាហ្នឹងនឹងអីហ្នឹងឬក៏គាត់ធ្វើតែបង្កើតមកដើម្បី share អីទេច្បាស់គឺជាមួយនឹង Book Beyond ដោយសារវា Beyond the Book មកទៀត Beyond the Book អ្វីដែល co-founder ខ្ញុំលើកឡើងនិយាយគ្នានឹងចង់ form up នេះគឺបង្កើតឲ្យពាក្យពីរដែលសំខាន់បង្កើតឲ្យបន្សល់ពីសម្រាប់សង្គមជាតិបាទចឹងហើយបានជាព្រោះច្បាស់អត់តែបងគឺថាច្បាស់អត់គឺយើងច្បាស់ថាយើងបង្កើតពីយើងចង់ឲ្យសោះដល់អ្នកជំនាន់ក្រោយបាទព្រោះមិនសម្រាប់តែយើងទេ
តែចំណេះដឹងគឺឲ្យតែបានសល់ដល់អ្នករាប់សិបអ្នកបន្តទៅជាពិសេសក្នុងសង្គមយើងតែយ៉ា ខ្ញុំ start ដំបូងខ្ញុំក៏គិតថាតាមពិតអត់ទាន់បាននេះទេតែគំនិតដំបូងខ្ញុំ start up business ក៏តែខ្ញុំចង់បង្កើតអីមួយទៅក្នុងស្រុកអីទៅប៉ុណ្្នឹងទេហ្នឹងហើយហើយវាទៅប៉ុណ្្នឹងចង់កើតចង់អីចឹងទៅហើយដល់ពេលហើយទៅរត់ដាក់គិរីទៅអីពូហៅទៅលេងទៅអីទិញដីទិញអីណាដល់ពេលហើយឃើញចន្ទីទៅក្រៅច្រើនចឹងក៏បង្កើតវាមកប៉ុន្តែសួរតែច្បាស់ធ្វើមិនអីនេះគឺអត់ដឹងអីប៉ុន្តែអ្វីដែល stick ជាប់យើងអត់វែងដូចបពោដាំយើងជាប់គឺសភៅមកបានសុំមាត់ហ្នឹងដែលឲ្យខ្ញុំជាប់ហើយអត់ឲ្យវែងពេកខ្លះនឹងយើងចង់ធ្វើអីច្រើនអញធ្វើអានេះទៅអញពេលជួយលក់ដីទៅអីទៅបង្កើតចំណូលទៅធ្វើនេះប៉ុន្តែហើយតែបានស្មានឲ្យខ្ញុំនៅជាប់ដាំឲ្យខ្ញុំជាប់ក្នុងថាអ្នកឯងស្រឡាញ់យ៉ាងហ្នឹងអ្នកឯងចូលចិត្តតែហ្នឹងអ្នកឯងធ្វើអាហ្នឹងតស៊ូជាមួយនឹងអញ្ចឹងខ្ញុំពេលខ្លះសំបីតែប្រពន្ធខ្ញុំអត់ចង់ឲ្យខ្ញុំមើលស៊ីអីមិនគាត់លេងមិនក៏ខ្ញុំនៅតែបន្តធ្វើរហូតដល់ឥឡូវគាត់មកគាត់គ្រប់គ្រងខ្ញុំវិញយ៉ាហ្នឹងហើយខ្ញុំថាសភៅបងឯងខ្ញុំអត់ដឹងរបៀបថាមិននិយាយទៅខ្ញុំមានតែពាក្យពីរម៉ាត់យ៉ាងខ្លីបន្តរៀនបន្តចែកម្លែកតែប៉ុណ្្នឹងទេបាទគោលដៅបន្តចែកម្លែកមើលគោលដៅខ្ញុំថ្ងៃគោលដៅខ្ញុំចាប់ពីឥឡូវទៅដោយសារតែឥឡូវខ្ញុំជាប់មួយគ្រឿងស៊ីដាក់បុគ្គលិកពីគ្រូចូលអីចូលការងារខ្ញុំក្រោយគឺខ្ញុំចង់ធ្វើ influencer អញ្ចឹងមកតិចខ្លះខ្ញុំចូលបាទ share បាទចង់និយាយថាយើង share អ្វីដែលយើងធ្វើអ្វីយើងខំយើងមានអីអួតអ្វីដែលយើងខំប្រឹងអ្វីដែលយើងធ្វើបានកែមានន័យថាយើងព្យាយាម apply ទៅដល់យុវជនទៅដល់អីផ្សេងផ្នែកគំនិតវិជ្ជមានមិនអីមិនខ្ញុំហើយវាមិនមានសន្ទុះស្គាល់ថាដំបូងជាងគេគឺប្រយោជន៍ branding របស់យើងតែអ្វីសំខាន់យើងជួយដល់យុវជនជំនាន់ក្រោយឲ្យពួកគាត់ផ្លាស់ប្ដូរដល់គំនិតហ្នឹងហើយកែប្រែបទគំនិតឲ្យត្រូវបើយើងមកចូលចិត្តអានសភៅយើងចូលចិត្តធ្វើអីយើងចិត្តស្ដាប់យើងចូលចិត្តអីវិញដូចបងគាត់បង្កើតសភៅមកបើយើងចែកម្លែកអាហ្នឹងឲ្យហ្នឹងហើយឲ្យគាត់រៀនតាមរយៈអីផ្សេងមានថាកុំយកខ្លួនទៅចង់ឲ្យល្បីដោយសារតែកម្មហៅកាន់ពេងកាន់ទឹកអីហ្នឹងឲ្យទៅធ្វើអីមួយដែលមានជាប្រយោជន៍ទាំងខ្លួនឯងប្រយោជន៍សង្គមប្រយោជន៍អីបាទធ្វើឲ្យចង់គាត់ចង់ល្បីប៉ុន្តែល្បីឲ្យមិនឲ្យមានប្រយោជន៍ទាំងខ្លួនឯងប្រយោជន៍សង្គមហ្នឹងអ្វីដែលហ្នឹងវាយើងគួរធ្វើfashion ហ្នឹងហើយក៏រៀនបន្តចែកម្លែកហើយយើងអាចចែកចាយផលិតផលដែលប៉ះពាល់សុខភាពបានឬក៏យើងមិនចែកចាយរបស់ដែលជួយសុខភាពផងតាមលើកាយទៅចិត្តហ្នឹងបាទចង់មកថាមកអូយជួបបងសូអរគុណមែនទែនអរគុណអរគ្នាអរគុណត go ត go យ៉ាអូខេតាមវា